ការពិតការរស់នៅតាមស្រុកស្រែចម្ការបែបនេះណាពិតជាស្រស់ស្រាយខ្លាំងមែនទែនបងប្អូនដោយសារអីយើងបានរបស់ញ៉ាំធម្មជាតិណាដូចជាបន្លែផ្លែឈើអីគឺសុទ្ធតែធម្មជាតិសុទ្ធៗនេះដូចកន្លែងនេះខ្ញុំបានទៅលេងគឺរបៀបថាផ្ទះគាត់នៅជើងភ្នំអញ្ចឹងអ្នកនរគ្នាហើយយើងជិះកាត់តាមភូមិអ្នកស្រុកអីអញ្ចឹងគាត់មានលក់បន្លែធូរថ្លៃខ្លាំងមែនទែនបន្លែមានគ្រប់ប្រភេទនេះអ្នកនរគ្នាអាចមើលបានណាអានេះមានផ្កាអានោងក្តាប់ប្លឹកឬក៏អឺអីគេត្រប់អីណានៃសក់ស្រើអីណានៃមានច្រើនណាស់អ្នកនរគ្នាអាចមើលបានណាខ្ញុំមករៀបរាប់អស់ទេនេះមានទាំងសណ្តែកគួរមានទាំងអីសុទ្ធតែបន្លែធម្មជាតិគាត់បេះនៅចង្ការក្រោយផ្ទះជាពិសេសម្ទេសនេះមកកញ្ចប់តែ500អ្នកនរគ្នាអូញ៉ាំទៅពិតជាស្រស់ស្រាយខ្លាំងមែនទែនហើយក៏លក់តាមដងផ្លូវអញ្ចឹងណាយើងទិញបានយើងយកមកធ្វើម្ហូបញ៉ាំជុំគ្នាអីចឹងទៅអូសប្បាយខ្លាំងមែនទែនពេលខ្លះអ្នកនរគ្នាគិតថាធ្វើការ stress អីចឹងយើងអាចមក relax នៅតាមស្រុកស្រែចម្ការគឺមានអារម្មណ៍ថាស្រស់ស្រាយជឿខ្ញុំអត់ខកបំណងទេពេលអ្នកនរគ្នាបានមកលេងនៅស្រុកស្រែចម្ការយើងឃើញធម្មជាតិស្រស់ខៀវខ្ចីអីចឹងទៅញ៉ាំរបស់ធម្មជាតិចឹងទៀតអារម្មណ៍របស់យើងក៏កាន់តែស្រស់ថ្លាដែរអ្នកនរគ្នាជាពិសេសយើងនាំគ្នាទៅមកក្រុមអីចឹងទៅវាកាន់តែល្អទៀតហើយកុំភ្លេចណាស្រុកស្រែចម្ការបន្លែផ្លែឈើធម្មជាតិធានាជូនតែម្ដងយើងញ៉ាំពោពេញទៅដោយចង់និយាយថាមានជីវជាតិហើយសុខភាពរបស់យើងក៏ល្អទៅតាមនឹងដែរព្រោះអត់មានជាតិគីមីអីទេហើយម្យ៉ាងទៀតបរិយាកាសធម្មជាតិបែបនេះគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែននៅក្នុងអារម្មណ៍របស់យើងណា